នៅក្នុង Analyze DNA ក៏យើងអាច customize ប្រភេទ material ដែលយើងចង់បានដែរដោយការគ្រាន់តែយើងទៅសេអក្សរសេឈ្មោះ material ពណ៌ material ឲ្យជាក់លាក់ហ្នឹងវាចេញមក render ចេញមកដោយអក្សរដែលយើងដាក់ឲ្យអញ្ចឹងមុននឹង render យើងកុំភ្លេច tick កន្លែង use sun for shading ព្រោះចំណុចនេះពេលដែលយើងបើកទៅវាធ្វើឲ្យ material របស់យើងភ្លឺច្បាស់ល្អអត់ចាំងស្មៅទេអញ្ចឹងពេលដែលយើង render AI មកវាងាយស្រួល analyze ប្រើប្រាស់ scene នេះដើម្បី render យើងចូល plugin យើងមក capture viewport ដើម្បី pass scene ហ្នឹងចូល plugin ជ្រើសរើសទំហំរូបហើយយើងចុច apply មកហើយខ្ញុំនឹងប្រើ analyze DNA ដើម្បីឲ្យវាជួយ analyze material ឲ្យខ្ញុំចំណុចនេះគឺខ្ញុំនឹង check ថាតើមាន material ណាដែលវា copy scene SketchUp ខ្ញុំអត់អញ្ចឹងឧទាហរណ៍ដូច backdrop frame នេះគឺវាចេញសាច់ឈើឲ្យខ្ញុំតែ scene ខ្ញុំអត់មានសាច់ឈើទេអញ្ចឹងយើង delete ហើយយើងដាក់ជា painting វិញមួយទៀត backdrop solid door នេះក៏វាចេញ wood ដែរអញ្ចឹងខ្ញុំដកពាក្យ wood នឹងចេញនិងមួយទៀតគឺ dash វាចេញ wood ដែរអញ្ចឹងខ្ញុំដាក់តែ painting ធម្មតាទេមួយទៀតគឺទូសភៅ book serve នេះអានេះយើងលុប wood ចេញដែរទៅប្រើ painting ដូចគ្នាជាខ្ញុំឃើញតែប៉ុណ្្នឹងទេដែល error ហើយយើងចុច apply មក preset ខ្ញុំប្រើ none render style select យក interior quality រូបអត់មានមនុស្សអញ្ចឹងខ្ញុំប្រើ MK ចំណុចខាងនេះយកចាំបាច់ customize អីទេក៏បានដែរប៉ុណ្ណឹងយើង render ហ្មងអញ្ចឹងនេះគឺជារូបភាព render របស់ខ្ញុំនៅពេលដែលយើងពិនិត្យកន្លែងចំណុច analyze DNA នឹងឲ្យបានលម្អិតបន្តិចការ render របស់យើងអត់ងាយខុសទេអញ្ចឹងយើងចុចតាមរូបអីគឺវាដូចអ្វីដែលយើងចង់បានហ្មងអញ្ចឹងខ្ញុំនឹងប្រើប្រាស់រូបនេះធ្វើជា reference សម្រាប់ render scene ទី2យើងត្រូវ save រូបនេះមួយសិនអញ្ចឹងយើងទៅ SketchUp បវល់រក scene ទី2របស់យើងមកហើយយើងចូល plugin យើងវិញ recapture មក scene មិនចូលទេទំហំរូបខ្ញុំប្រើដូចគ្នាហើយយើងរុញវាទៅ consistency អញ្ចឹងក្នុង consistency នេះ check quality ឲ្យហើយមកហើយយើងត្រូវ upload រូប reference scene ទី1យើងចូលហើយចំណុចនេះខ្ញុំ render ហ្មងខ្ញុំអត់សរសេរថែមអីទៀតទេអញ្ចឹងនេះគឺជា scene ទី2របស់ខ្ញុំឃើញថាវាដូចមួយ scene ទី1ឯង color ពណ៌អីអញ្ចឹងខ្ញុំនឹងចូលទៅ scene ទី3យើងទៅ SketchUp របស់យើងរក scene សិនហើយចូល plugin វិញ recapture ទំហំរូបខ្ញុំប្រើប្រាស់ដូចគ្នាហើយយើងរុញវាទៅ consistency ចំណុចនេះខ្ញុំប្រើ reference ដដែលអញ្ចឹងខ្ញុំ render យកហ្មងអញ្ចឹងនេះគឺជា scene ទី3របស់ខ្ញុំ render តែ3 scene នេះទេខ្ញុំនឹង render scene ផ្សេងដែលផ្អែកលើមុខងារ perspective វិញអញ្ចឹងយើងរើស scene ណាមួយដែលយើងពេញចិត្តរុញវាទៅ perspective មកខ្ញុំប្រើប្រាស់ scene នេះមើលត្រង់ចំពីមុខ select យក interior សម្រាប់មុខងារ interior ហើយយើងទៅ check quality ម្ដងទៀតសិនណាមុននឹងយើង render អញ្ចឹងខ្ញុំផ្សាអានេះមុនទៅ character lifestyle scene នេះគឺវាដាក់មនុស្សឲ្យយើងមួយទៀត asymmetric cutaway នេះគឺវា section ឲ្យយើងមកចំណុចទៀតគឺ indoor visualize scene នេះគឺម៉ាស៊ីនវាចាប់ឲ្យយើងបាន9 view ហ្មងអញ្ចឹងបើយើងឃើញណារូបណាវាជាន់គ្នាអីយើងបដូរ scene យើង replace ដាក់ scene ផ្សេងទៅ material mood board អញ្ចឹងថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយ